នេះទីហ៊ានបានរើស្ករគ្រាប់ដែលធ្លាក់លើដីបន្ទាប់មកគាត់បានញាត់វាចូលទៅក្នុងមាត់របស់ទីហ៊ានម្នាក់ទីហ៊ាននោះមានអារម្មណ៍ថាអាម៉ាស់ប៉ុន្តែមិនហ៊ាននិយាយអ្វីឡើយពីព្រោះគាត់មានគម្រោងរត់ចោលស្រុកនៅថ្ងៃបន្ទាប់ទីហ៊ាននោះបានកាត់រូបថតខ្លួនឯងដោយស្ងាត់នៅពេលដែលគ្មាននរណាម្នាក់មើលគាត់បានយកលិខិតឆ្លងដែនមួយសន្លឹកហើយបិទរូបថតនោះលើវាគាត់បានព្យាយាមបោះត្រាផ្លូវការលើឯកសារនោះប៉ុន្តែទឹកថ្នាំត្រាបានស្ងួតអស់ហើយដូច្នេះគាត់ក៏បានលូចចូលទៅក្នុងការិយាល័យរបស់មេបញ្ជាការដោយស្ងាត់គាត់បានកោះថតទៅដែលចាក់សោដោយប្រើពេជ្រហើយបានបោះត្រាលើលិខិតឆ្លងដែននោះដោយជោគជ័យគាត់មិនអាចរងចាំក្នុងការរត់គេចខ្លួនបានឡើយប៉ុន្តែគាត់មិនទាន់ទៅណាបានឆ្ងាយផងក៏ស្រាប់តែឈប់គាត់បានសង្កេតឃើញថាមូលដ្ឋាននោះត្រូវបានយាមកាមយ៉ាងតឹងរ៉ឹងដោយមានទ្វារធំជាច្រកចេញតែមួយគត់គាត់បានរកឃើញឡានមួយដែលមានសោនៅក្នុងនោះស្រាប់បន្ទាប់មកគាត់បានធ្វើដំណើរទៅកាន់សាលពិធីជប់លៀងបានជួយគ្រីនីទីហ៊ានដែលស្រវឹងម្នាក់ចូលក្នុងឡានហើយបានបើកឡានជូនគាត់ចេញទៅភ្លាមនោះមានដៃមួយបានដាក់លើស្មារបស់គាត់សំណាងល្អនីទីហ៊ាននោះគ្រាន់តែស្រេកទឹកហើយចង់បានទឹកប៉ុណ្ណោះទីហ៊ាននោះបានរត់គេចចេញពីបន្ទីដោយជោគជ័យគាត់បានទុកនីទីហ៊ាននោះចោលនៅកណ្ដាលព្រៃនៅពេលដែលទីហ៊ាននោះកំពុងត្រេកអរនឹងការរត់គេចខ្លួនឡានក៏ស្រាប់តែរត់ម៉ាស៊ីនវាបានអស់សាំងហើយនេះក៏បានតាក់ទាញការចាប់អារម្មណ៍ពីក្រុមទីហ៊ានល្បាតដែលកំពុងឆ្លងកាត់ផងដែរទីហ៊ាននោះបានបង្ហាញលិខិតឆ្លងដែនคล้ายៗដើម្បីបោកបញ្ឆោតពួកគេជាបណ្ដោះអាសន្នបន្ទាប់មកដោយអះអាងថាគាត់កំពុងបំពេញបេសកកម្មសម្ងាត់គាត់បានព្យាយាមឲ្យមិត្តរួមការងាររបស់គាត់នាំគាត់ទៅជាមួយនេះទីហ៊ានម្នាក់បានតាក់ទងទៅទីស្នាក់ការកណ្ដាលភ្លាមទីហ៊ាននោះបានឆក់យកទូរស័ព្ទរួចក៏បានដណ្ដើមយកកាំភ្លើងរបស់នេះទីហ៊ាននោះការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញបានផ្ទុះឡើងនៅក្នុងឡានបានបើកបរដោយគ្មានការគ្រប់គ្រងបានបុកផ្លាកសញ្ញាផ្លូវមុនពេលក្រឡាប់ទៅម្ខាងមិនយូរប៉ុន្មានក្រុមអ្នកដេញតាមយ៉ាងច្រើនបានមកដល់ហើយឡោមព័ទ្ធទីហ៊ាននោះនៅគ្រាដ៏សំខាន់នោះទីហ៊ាននោះបានធ្វើពុតជាត្រូវគ្រាប់កាំភ្លើងហើយដួលទៅលើដីក្រុមទីហ៊ានបានឈប់បាញ់ហើយរៀបចំបើកឡានចូលទៅជិតដើម្បីពិនិត្យមើលដោយឆ្លៀតឱកាសនោះទីហ៊ាននោះបានរត់ទៅមុខយ៉ាងលឿនឡានដែលដេញតាមបានដេញតាមភ្លាមទីហ៊ាននោះបានលោតចូលទៅក្នុងទន្លេហើយបានគេចខ្លួនរួចយ៉ាងប្រផិតប្រផាយគាត់បានទៅដល់តំបន់ព្រំដែនហើយបានទូរស័ព្ទទៅលេខរបស់ទីហ៊ានរត់ចោលជូរម្នាក់ទៀតទោះជាយ៉ាងណាក៏ដោយនីទីហ៊ាននោះបានដេញតាមទាន់ទីហ៊ាននោះបានព្យាយាមរត់គេចខ្លួនប៉ុន្តែត្រូវបាននីទីហ៊ាននោះបាញ់ប៉ុន្តែទីហ៊ាននោះបានទ្រាំទ្រនឹងការឈឺចាប់យ៉ាងខ្លាំងហើយបន្តរត់ទៅមុខទៀតពីព្រោះឲ្យតែគាត់ឆ្លងផុតខ្សែបន្ទាត់ព្រំដែននោះគាត់នឹងមានជីវិតរស់បន្ទាប់មកនីទីហ៊ាននោះបានបាញ់សម្ដៅទៅលើគាត់ម្ដងទៀតទីហ៊ាននោះបានលូកដៃទៅមុខទាំងអស់សង្ឃឹមដើម្បីប៉ះខ្សែបន្ទាត់ព្រំដែនលុះត្រាតែគាត់បានប៉ះខ្សែបន្ទាត់ព្រំដែនទើបគាត់មានអារម្មណ៍ធូរស្រាលនៅពេលនោះទីហ៊ានការពារព្រំដែនជាច្រើនអ្នកបានកាន់កាំភ្លើងដើរមកនីទីហ៊ាននោះបានសម្លឹងមើលទីហ៊ាននោះដោយស្ងៀមស្ងាត់ហើយចុងក្រោយក៏បានចាក់ចេញទៅ